បងប្អូនទាំងគ្នាមករយៈពេលនេះទោះជាដុកទ័រវូមានលទ្ធផលនៃការព្យាបាលអាចរោយសន្ទប់ទី3ច្រើនមិនតាមដែលបង្ហាញហើយជំរាបថាអាចរោយសន្ទប់ទី3ហ្នឹងគឺมันមានអ្វីដែលទៅកាត់បាត់ម្ដងភ្លាមបាត់ទេប៉ុន្តែក៏នៅតែមានបងប្អូនមួយចំនួនគាត់អត់បានទទួលព័ត៌មានហ្នឹងហើយទៅទទួលការព្យាបាលដោយបន្តថ្នាំបន្តអាស៊ីតចោះយក laser ទៅចោះឬក៏ប៊ិចអីទៅចោះឬក៏ plasma ទៅចោះអីទៅធ្វើឲ្យដាច់ខៀងខូងផ្លាយអានៅលើអាចរោយសន្ទប់ទី3នៅទំនងស្បែកហ្នឹងមកជាច្រើនដែរពីព្រោះថាមករយៈពេលនេះគឺមានអតិថិជនដែលគាត់មកព្យាបាលហ្នឹងជាច្រើនហើយធ្វើឲ្យអ្នកគ្រូពេទ្យអាណិតហើយនឹងខូចចិត្តមកឃើញដល់ពេលឃើញស្លាកស្នាមហ្នឹងណាចាក្នុងនាមខ្ញុំជាគ្រូពេទ្យគឺការព្យាបាលគឺយើងបែងចែកទៅតាមប្រភេទអាចរោយប្រភេទសន្ទប់ជ្រៅអាចរោយប្រភេទសន្ទប់រាក់ដែលយើងត្រូវបាញ់ដកពណ៌ឲ្យមិនមានការខូចស្បែកនឹងបានយ៉ាងងាយហើយត្រឹមតែអត់ធ្មត់រយៈពេលថា2 3ដងអីទៅវានឹងបាត់ស្អាតហើយប៉ុន្តែបងប្អូនមួយចំនួនអត់ដឹងទេគឺគាត់ទៅធ្វើការព្យាបាលនៅតាមបណ្ដាកន្លែងមួយចំនួនដែលអាចចោះបាត់តែម្ដងបាត់អញ្ចឹងបងប្អូនសម័យមើលថាការកាត់វាស្រួលទេកាត់ពឹបបាត់ប៉ុន្តែក្រោយកាត់លទ្ធផលបែបណាយើងយល់ថាកាត់បាត់តែក្រោយកាត់ហើយថាស្លោស្នាមប៉ុណ្ណាអញ្ចឹងនៅពេលដែលស្លោស្នាមទៅបានដឹងថាស្ដាយក្រោយហើយរត់រកកន្លែងដែលកែខៃហ្នឹងច្បុកច្បល់ហើយនៅពេលដែលគាត់ចាប់ផ្ដើមជាងស្នាមពុបអញ្ចឹងណាបងប្អូនមួយចំនួនគាត់ភ័យហើយច្បុកច្បល់ហើយអូខុតមុខខ្ញុំអស់ហើយអញ្ចឹងចាប់ផ្ដើមរត់រកកន្លែងដើម្បីមកបន្ថែមធ្វើឲ្យមុខហ្នឹងគឺប្រសើរឡើងប៉ុន្តែកាន់តែរត់កាន់តែភ័យគឺកាន់តែខូចថែមអញ្ចឹងទេប្រសិនបើបងប្អូនណាដែលគាត់បានឃើញវីដេអូនៃគ្រូចែក like share ពីរឿងថាដែលយកបន្តអាស៊ីតយករបស់ដែលមិនស្គាល់ប្រភពយកមកកាត់យកមកចោះនៅលើអាចរុយនឹងហើយគិតថាអាចរុយសន្ទប់ទី3ហ្នឹងកាត់តែម្ដងបាត់អីហ្នឹងជួយផ្សព្វផ្សាយជួយជូនព័ត៌មានហ្នឹងទៅគាត់ផងដែរកុំឲ្យខាតខូចស្បែកខាតថវិកាឲ្យស្លោស្នាមវិបដិសារីដែលខូចមុខគាត់ដំបងធម្មតាទេប៉ុន្តែនៅពេលដែលយកអាប៊ិចឬក៏យកអា plasma ឬក៏អីហ្នឹងមកដុតមកចោះអាចរុយហ្នឹងចេញទៅគឺខូចឲ្យស្បែកហ្នឹងគឺខូចខូងកាន់តែខ្លាំងលើដើមអញ្ចឹងទេអាចដោះស្រាយបញ្ហានេះបានអញ្ជើញមកអ្នកគ្រូពេទ្យពិនិត្យជូនដល់ការប្រឹក្សាជូនដោយមានជំនាញនិងបច្ចេកទេសក្នុងការបំបត្តិនិងព្យាបាលទៅលើអាចរុយសន្ទប់ទី3ហ្នឹងបានយ៉ាងល្អ